Hola Alex អូឡាបាទអូឡាជំរាបសួរក្រុមមេដាធម្មជាតិទាំង5នាក់ដែលអាជ្ញាធររដ្ឋាភិបាលហ៊ុនម៉ាណែតនឹងបានចាប់ដាក់គុកនឹងតាមពិតនឹងអស់រយៈពេលជាង1ឆ្នាំមកហើយមកដល់ពេលនេះ Alex តើ Alex បានគិតគូរធ្វើអ្វីខ្លះដើម្បីលើកទឹកចិត្តដែលអ្នកជាប់គុកនឹងឲ្យមានគំនិតរឹងមាំហើយអ្នកដែលគ្រប់គ្រងជាពិសេសក្រុមមេដាធម្មជាតិនឹងនៅតែមានការបដិញ្ញាចិត្តដើម្បីធ្វើការបំពេញភារកិច្ចការពារបរិស្ថាននៅក្នុងប្រទេសកម្ពុជាមានរឿងខ្លះដែលយើងបើនិយាយជាសាធារណៈវាអាចប៉ះពាល់ទៅលើគេហៅថាយុទ្ធសាស្ត្ររបស់យើងដែរណាអញ្ចឹងគឺខ្ញុំសូមមិននិយាយលំអិតអីប្រហែលទេប៉ុន្តែមេធាវីអាសាទៅសួរសុខទុក្ខគេអាសាទៅជួបគេហើយកុំភ្លេចថា5នាក់នៅដៃតឡែកណាមិននៅពន្ធនាគារតែមួយណាគឺពេលគេចាប់ហ្នឹងនៅក្នុងខែកក្កដាឆ្នាំ2024មុនហ្នឹងមកឆ្នាំ2ខែជាងហើយហ្នឹងគេចាប់ឲ្យបំបែកជា5កន្លែងអញ្ចឹងមេធាវីអាសាទៅជួបជាមួយគេគ្រួសារក៏អាសាទៅជួបជាមួយគេហើយក្រៅទៅពីហ្នឹងហើយយើងព្យាយាមឲ្យអស់ផលិតភាពកុំឲ្យដាច់បាយព្រោះយើងដឹងថានៅក្នុងប្រព័ន្ធពន្ធនាគារនៅកម្ពុជាបើសិនជាយើងពឹងទៅលើអ្វីគេហៅថាមហូបសំទោសគេហៅថាអាហាររបបមានន័យថាមហូបដែលពន្ធនាគារចែកនឹងគឺអត់គ្រប់គ្រាន់ទេអាចនឹងមានបញ្ហាធ្ងន់ធ្ងរហ្នឹងអ្នកណាក៏ដឹងហើយមិនមែនជារឿងសម្ងាត់ទេអញ្ចឹងយើងព្យាយាមរេអង្គាលុយពីខ្មែរក្រៅប្រទេសផងពីម្ចាស់ជំនួយមួយចំនួនទៅមិនក៏មកឲ្យពឹងទៅលើអាហាររបបសុទ្ធសាធអញ្ចឹងណាអញ្ចឹងបងប្អូនម្ដាយរបស់គេអីទៅសួរសុខទុក្ខនៅក្នុងពន្ធនាគារហ្នឹងគេអាសាយកពីជេងយកស្ករយកមហូបអីយកសឡយកទៅជាមួយអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងគឺអត់អីទេគេទ្រាំបានជាពួកគេសុខសប្បាយយ៉ាងណាដែរអាឡិចពួកគេសុខសប្បាយយ៉ាងណាទាំងពីអារម្មណ៍ហើយនិងសុខភាពខ្ញុំជឿថាសបក្រៅគេតែងតែនិយាយជាមួយនឹងសាច់ញាតិនិងមេធាវីថាអត់អីទេខ្ញុំរងមាំហើយពួកជាស្ដែងក៏រងមាំមែនទាំង5នាក់ហ្នឹងណាគឺជាមនុស្សរងមាំណាជាអ្នកតមនសការសឹងតែលេខ1បើនិយាយពីភាពក្លាហានទេប៉ុន្តែទៀតប៉ាត់បើយើងមើលពីផ្លូវចិត្តវិញជាប់ពន្ធនាគារលើកនេះមួយឆ្នាំ2ខែហើយកុំភ្លេចថាធ្លាប់ជាប់ម្ដងហើយពី3-4ឆ្នាំមុនអញ្ចឹងបើជាសរុបហ្នឹងបើយើងគិតជាសរុប2ឆ្នាំកន្លះហើយ7-3ឆ្នាំទៅឆ្នាំចង់មិនចង់គឺប៉ះពាល់ហើយប៉ុន្តែគេរងមាំហើយខ្ញុំប្រកាសថ្ងៃនេះឬក៏អាចនិយាយថាខ្ញុំមិនមានអីលើទេគឺរបបលោកហ៊ុនម៉ាណែតហ៊ុនសែនអីហ្នឹងចង់ណាស់រឿងដោះលែងសកម្មជនមេដាធម្មជាតិទេតាំងពីថ្ងៃដំបូងឯងចាប់បានតែប្រហែលថ្ងៃទេចាប់ផ្ដើមមានចាប់មានអីគេបាក់សីទៅស្ទាបផ្ទុំស្ថានភាពនៅក្នុងពន្ធនាគារសកម្មជន5នាក់អាចចេញពីពន្ធនាគារបានបើសិនជាគេចេញវីដេអូដូចយើងបានឃើញប្រហែលខែកន្លងមកចោទប្រកាន់ថាខ្ញុំនៅពីក្រោយអរគុណសម្ដេចសូមចូលរួមជាមួយនឹងបកប្រជាជនអញ្ចឹងទៅអានឹងចេញបានប៉ុន្តែឃើញនេះគេអត់ធ្វើទេដោយសារគេថែរក្សាមនសិការហើយគេអត់លក់ឧត្តមគតិរបស់គេឲ្យដាច់ខាតមកដល់ចំណុចនឹងអាឡិចហេតុអីក៏សកម្មជនទាំង5នាក់នឹងមានភាពវ័យក្មេងឡើយអាយុនឹងក៏ក្មេងដែរហេតុអីក៏ពួកនឹងសុខចិត្តលះបង់អីសម្បើម្លេះខ្ញុំគិតថាហ្នឹងចេញពីមនសិការច្បាស់លាស់ហ្មងមនសិការរឹងមាំតាំងពីដើមទីតែមិនជាយុវជនគេថាម៉េចអត់ច្បាស់លាស់ធ្វើទៅដើម្បីលុយឬក៏អ្នកខ្លះគឺធ្វើចិត្តតែធ្វើទៅដើម្បីបានមុខបានមាត់ហើយដល់ពេលគេចាប់តែពន្ធនាគារគឺថយភ្លាមសំទោសគេភ្លាមអត់ទេណា5នាក់ហ្នឹងមានលៀងហ៊ីមានអាកែវមានថនរដ្ឋាមានតារាវុធនិងមានគុណធានណាជាមនុស្សរឹងមាំហើយជាមនុស្សដែលច្បាស់ហ្មងគេចង់មានគេហៅថាម៉េចទន្ធានធម្មជាតិដែលត្រូវបានការពារឲ្យពិតប្រាកដគេចង់មានគេហៅថាលទ្ធិប្រជាធិបតេយ្យគេចង់មានគេហៅថាបំពេញភារកិច្ចក្នុងនាមជាប្រជាពលរដ្ឋដូច្នេះហើយពន្ធនាគារ10ឆ្នាំ20ឆ្នាំក៏មិនជាឧបសគ្គសម្រាប់គេទេណាអញ្ចឹងបានជាគេទ្រាំបានរហូតដល់ពេលនេះពីពួកខ្ញុំប្រាប់ពីទ្រាំបានដោយសារក្រុមពន្ធនាគារទោះបីជាមនសិការរបស់យើងរឹងមាំប៉ុណ្ណាក៏ដោយពន្ធនាគារមិនមែនជាកន្លែងលេងសើចទេណាជាកន្លែងពិបាកទ្រាំមែនខ្ញុំធ្លាប់ធ្វើការនៅក្រុមពន្ធនាគារមួយឆ្នាំជាមួយកាកបាទក្រហមអន្តរជាតិខ្ញុំដឹងថាពន្ធនាគារនៅខ្មែរមានបញ្ហាពីរបញ្ហាទី1ខ្វះថវិកាច្រើនបរិរដ្ឋណាបញ្ហាទី2គឺចង្អៀតមែនតើហ្មងអញ្ចឹងគឺយើងសូម្បីតែកន្លែងដេកអីហ្នឹងក៏វាមិនគ្រប់គ្រាន់ដែរប៉ុន្តែបើរាប់ណាយើងច្បាស់ពីបេសកកម្មនិងក្តីសុបិនរបស់យើងគេទ្រាំបានស្ដាប់អាឡិចទៅដូចជាស្ដាយពួកក្មេងៗទាំង5នាក់ហ្នឹងគ្នាមានទី1មានមហិច្ឆតាត្រឹមត្រូវស្រួលបួល
មានគំនិតប្រាជ្ញាដើម្បីការពារបរិស្ថានប៉ុន្តែទីបំផុតពួកគាត់ត្រូវចំណាយពេលនៅក្នុងពន្ធនាគារហាក់បីដូចជាចោលកម្លាំងមនុស្សដែលកំពុងតែពេញវ័យដើម្បីធ្វើការជួយប្រទេសជាតិអាឡិចបាននិយាយមុននេះបន្តិចថាករណីខ្លះអាឡិចអាចនិយាយបានខ្លះមិនអាចនិយាយបានទេខ្ញុំចង់សួរអាឡិចចេះតាក់ទងរឿងថវិកាដែលអាឡិចនិយាយថាព្យាយាមរៃអង្គាសពីប្រជាពលរដ្ឋខ្មែរនៅក្រៅស្រុកហ្នឹងតើជោគជ័យទេអាឡិចអាចផ្គត់ផ្គង់ជួយផ្គត់ផ្គង់ក្រុមគ្រួសារឬសកម្មជននឹងបានទៅមុខ 5-6 ឆ្នាំទៀតទេអូទេតតែយើងគេហៅថាខិតខំប្រឹងប្រែងម្ដងទៀតថ្មីនេះសុនរដ្ឋាជាសកម្មជនរបស់វិទ្យាធម្មជាតិគាត់នៅប្រទេសកាណាដាគាត់ទៅជួបអាហារូបករណ៍ទៅរៀននៅកាណាដាគាត់បានជួបខ្មែរនៅ Vancouver Montreal អីហ្នឹងបានលុយខ្លះហើយប្រហែលខែទៅមុខទៀតអាចនឹងទៅរៃអង្គាសលុយពីខ្មែរនៅអាមេរិកបើសិនជាបានវីសាណាប៉ុន្តែឆ្លើយសំណួររបស់បងឯខ្លីឲ្យចំគឺអត់ទេគ្រប់គ្រាន់ទេហើយក៏យើងពឹងទៅលើមូលនិធិអន្តរជាតិដែលមានដូចជារបស់អឺរ៉ុបរបស់អាមេរិកអីរបស់ប្រទេសមួយចំនួនរបស់មូលនិធិឯកជនក៏មានរបស់រដ្ឋក៏មានដើម្បីគេហៅថាម៉េចគេហៅថាមូលនិធិជួយដល់អ្នកការពារសិទ្ធិមនុស្សការពារសកម្មជនការពារបរិស្ថានដែរគាត់ថាស្ថានភាពបច្ចុប្បន្នហ្នឹងគឺដូនណាបាទនិយាយពីមូលនិធិអីរបស់រដ្ឋពួកយើងដឹងថាលោកដូណាល់ត្រាំបានផ្ដាច់ជំនួយច្រើនណាស់អញ្ចឹងគឺយើងរាល់ថ្ងៃហ្នឹងកំពុងតែខ្វះថវិកាច្រើនមែនទែនប៉ុន្តែខ្ញុំជឿថាទោះបីជាមិនមានថវិកាក៏ដោយក៏មិនជាឧបសគ្គដែលថាទោះអីគេស្លាប់ទេពីព្រោះអាហាររបបនឹងបោកនឹងតកួនអីមកគេថាម៉េចសម្លមកជូរវៀតណាមអីនឹងបងប្អូនទៅសួរសុខទុក្ខក៏គ្រប់គ្រាន់ដែរហើយសំខាន់គឺបេះដូងអញ្ចឹងអានឹងអត់ជាបញ្ហាទេបាទក្រៅពីអ្នកដែលជាប់នៅមានសកម្មជនរបស់មេដានឹងធម្មជាតិនឹងនៅក្រៅពន្ធនាគារអីផ្សេងទៀតខ្ញុំមិនចង់និយាយចំពោះបុគ្គលិកឬបុគ្គលណាម្នាក់ទេខ្ញុំចង់និយាយពីសកម្មភាពទូទៅរបស់ក្រុមមេដាធម្មជាតិមកដល់ពេលនេះមានដំណើរទៅមុខទៅក្រោយយ៉ាងណាអាឡិចមានដំណើរទៅមុខជានិច្ចទេប៉ុន្តែខ្ញុំមិនអាចនិយាយបំផោងអីឬក៏កុហកគេណាយើងទទួលស្គាល់ថាតាំងពីគេចាប់គ្នាយើង5នាក់នៅក្នុងខែកក្កដា2024ហ្នឹងយើងលំបាកខ្លាំងណាស់លំបាកខ្លាំងមែនទែនប៉ុន្តែយើងទៅមុខទៅឧទាហរណ៍ថាកោះខុងក្រៅដែលជាកោះធំបំផុតរបស់ប្រទេសកម្ពុជាគេអត់ទាន់បានបំផ្លាញក្រំលេសថាអភិវឌ្ឍលោកនាយយមផាត់ហ្នឹងអត់ទាន់បានបំផ្លាញទេអញ្ចឹងឃើញទេហើយក៏យើងអាសាទៅមើលស្ថានភាពនៅកន្លែងពីមកសោបដែលជាព្រៃកោងកាងធំបំផុតរបស់ប្រទេសកម្ពុជាយើងទៅមកពីមើលស្ថានភាពនៅជួរភ្នំកវាញនៅតំបន់អរ៉ែងក៏តំបន់អរ៉ែងមិនទាន់គេបំផ្លាញទេសំទោសហើយក៏យើងកំពុងតែត្រៀមយុទ្ធនាការថ្មីតែប៉ុតយើងបាននិយាយម្ដងហើយប៉ុន្តែយើងនឹងបង្ហោវីដេអូនៅពេលក្នុងពេលឆាប់ៗនេះតាក់ទងនឹងវត្តមានរបស់ទូកនេសាទវៀតណាមផងថៃផងនៅលើសមុទ្រកម្ពុជាហ្នឹងគឺយើងមិនន័យថាទោះបីជាគ្នាយើងតិចក៏ដោយក៏យើងនៅតែព្យាយាមទៅមុខជានិច្ចបាទគាត់តែទទួលស្គាល់ថាឧបសគ្គវាធំមែនអូខេអរគុណអាឡិចខ្ញុំចង់ជម្រាបមិត្តអ្នកស្ដាប់ថាសកម្មជនរបស់ក្រុមមេដាធម្មជាតិទាំង5នាក់ហ្នឹងគឺជាប់គុកពី6ឆ្នាំទៅ8ឆ្នាំក្រោមបទប្រមាថព្រះមហាក្សត្រនិងរួមគំនិតក្បត់អរគុណអាឡិចបាទសុខសប្បាយណាជម្រាបលាបាទ